ការប្រើប្រាស់ stop loss ឲ្យបានត្រឹមត្រូវការប្រើប្រាស់ stop loss មិនមែនមានន័យថាដើម្បីកំណត់ទៅលើការហ៊ានខានរបស់បងប្អូនទាំងអស់គ្នានៅក្នុងទីផ្សារចំនួន$100 $200 $300 ឬក៏$1000នោះទេតែការប្រើប្រាស់ stop loss គឺប្រើដើម្បីការពារនៅពេលដែល set up ចូលទីផ្សាររបស់បងប្អូនទាំងអស់គ្នាអស់ប្រសិទ្ធភាពឬក៏យើងនិយាយថាទីផ្សារប្រែប្រួលខុសពីអ្វីដែលបងប្អូនទាំងអស់គ្នាគិតបង្កើតជា set up នៅក្នុងការចូលទៅលើទីផ្សារឧទាហរណ៍ជាក់ស្ដែងបងប្អូនវិភាគនៅក្នុងការកើនឡើងប៉ុន្តែនៅពេលដែលបងប្អូនជាវិភាគគឺបងប្អូននឹងដឹងថាបើសិនជាទីផ្សារអត់កើនឡើងវាមានការធ្លាក់ចុះតំបន់ណាមួយជាតំបន់ថានៅពេលដែលវា break ហើយវាមានការធ្លាក់ចុះខ្លាំងបងប្អូននឹងដឹងចំណុចមួយនេះអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែដាក់ stop loss នៅតំបន់មួយនោះឯងដើម្បីបញ្ជាក់ថាអូខេបើសិនជាទីផ្សារវាចុះមកប៉ះតំបន់ដែលជា stop loss set up របស់បងប្អូនទាំងអស់គ្នាគឺអស់ប្រសិទ្ធភាពទីផ្សារប្រែប្រួលខុសពីអ្វីដែលបងប្អូនទាំងអស់គ្នាគិតនេះគឺជាការប្រើប្រាស់ stop loss ឲ្យបានត្រឹមត្រូវហើយការចូលទីផ្សាររបស់បងប្អូនទាំងអស់គ្នាគួរតែចូលវាដោយគិតនិងវិភាគជាមួយនឹងដើមទុនជាក់ស្ដែងដើម្បីបង្ការទៅលើហានិភ័យមិនមែនយកទៅលើគណនីរបស់បងប្អូនទាំងអស់គ្នាធ្វើជា stop loss ជួបគ្នាជាមួយនឹងអេពីសូតទី15របស់ Linted នៅក្នុងការចែករំលែកចំណេះដឹង trading